ខំថាស្លៀកពាក់ខ្មែរចឹងដើម្បីមើលទៅកាច់បន្តិចតែដល់ពេលឡើងលើម៉ូតូទៅមើលទៅនៅតែកើលីដដែលមានអីសុំគេដូរម៉ូតូជិះរៀងសមដែរហ្នឹងឯងម៉ូតូពណ៌ខ្មៅចឹងបើយើងទៅចង់យកអាពណ៌ភេងទៅបិទពណ៌ប្លែកវិញមិនទេហើយគេគិតដូចខ្ញុំមកថាខ្ញុំជិះពណ៌ខ្មៅសមជាងចឹងថ្ងៃនេះគឺចេញក្លុកទីក្រុងទីរៃប៉ុន្តែមុនទៅយើងមកធ្វើការ get ready មុនសិនដោយសារតែចេញក្រៅតែមួយផ្លាច់ចឹងខ្ញុំ make up បែបងាយៗទេអ្នកគ្នាដាក់ foundation ហើយក៏យកជាមួយនឹងផ្កាប្លោះយកមកលាបហ្មងពេលទៅគឺខ្ញុំឆ្លាញ់ shade ពីរនេះមែនតើមកអ្នកគ្នាជាពិសេសពេលយើងលាយវាចូលគ្នាហើយតើគ្នាធ្វើការលាយចូលគ្នាហើយដាក់ជាមួយ foundation បន្តិចចឹងមកយកមកលាបគឺឃើញពណ៌ស្អាតមែនតើហើយឡើង glow ធីបមួយនេះអ្នកគ្នាអាចសាកបានណានិយាយទៅអត់សូវឃើញពណ៌ដុតម៉ែទេមកស្ដាងមកស្អាតតែម្ដងហើយបិទបាំងស្ដាមមកល្អទៀតពេលដល់វគ្គក្រែនធ្វើការគូររំមាត់ហើយយកជាមួយនឹង shade ការជប់នេះយកមកលាបតិចៗមកគឺស្អាតតែម្ដងអ្នកគ្នាឃើញអត់ make up ងាយៗដល់ប្រើជាមួយនឹងផ្កាប្លោះហ៎ចឹងខ្ញុំហើយនឹងពួកបងក៏បានមកជុំគ្នានៅមាត់ស្ទឹងសិនអ្នកគ្នាហើយពួកខ្ញុំក៏អត់សូវងាយចេញណាអ្នកគ្នាយូរបានចេញម្ដងឲ្យសារលវលរៀងខ្លួនហើយតែបានទៅណាឆ្ងាយទេព្រោះសៀមរាបមានតែប៉ុណ្្នឹងជីបានទៅភ្នំក្រោមបន្តិចគឺមកវិញហើយទេសភាពនៅនឹងស្អាតដល់អ្នកគ្នាមកសារទៅមើលថ្ងៃលិចលើនឹងមែនតើកន្លែងនេះមានការភ្ញាក់ផ្អើលឃើញសក់ខ្លួនឯងបែកពណ៌ពេលត្រូវថ្ងៃដល់ពេលចេញពីនឹងដោយសារតែចង់តេស្តម៉ូតូថ្មីអីចឹងណាក៏បានដូរម៉ូតូគ្នាជិះមានអីអ្នកគ្នាខ្ញុំជិះម៉ូតូនេះដេកសមតែតើវាទូចមកល្មមហើយស្រួលជិះមែនតើនៅក្តៅជើងទៀតគេចង់ឲ្យខ្ញុំដូរពណ៌ម៉ូតូដាក់ពណ៌ខ្មៅខ្លះ comment មកអ្នកចាំខ្ញុំដូរ